ហើយប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ការនោះបងធំខឹងខ្ញុំតែក្បាលតែខ្ទុយណារឿងនិយាយថាបងម្ចាស់តារានេះពោនៅរស់បងធំណាផ្សាយហ្នឹងណាគាត់ខឹងណាគាត់លាក់មកណាបើសិនជាព្រះអង្គសុគតមែនខ្ញុំនិយាយអត់ប្រកែទេប៉ុន្តែដល់ខ្ញុំនិយាយត្រូវដល់ពេលតសែនព្រះអង្គត្រូវជាមិនលោកតាបងចដូនមួយទេបាទចាប៉ុន្តែគាត់នៅក្នុងភ្នំដែររហូតនៅរៀនសំណាក់ធម៌នៅលាងសាសិទ្ធហ្នឹងទៅខ្មែរយើងដែរហ្នឹងក្នុងនងរែកហ្នឹងតាឥឡូវចាំមើលតាខែ1ខែ2ខែ3ហ្នឹងដឹងហើយព្រោះទំនាយត្រូវចេញមកហើយហើយមិនឃើញបងធំដល់ពេលទំនាយខ្លាញីហ្នឹងខ្ញុំបាននិយាយទៀតថាត្រូវអស់បុណ្យហើយឥឡូវឃើញចេញចុះអត់ហ៊ានធ្វើអីខ្ញុំសុខចិត្តចុះឥឡូវចុះឲ្យកូនធ្វើនោះកូនធ្វើព្រោះឲ្យឆ្នាំខាលបើមិនចុះខ្លាចមានគ្រោះថ្នាក់ចាអង្គចេញមកលោកសង្ឃហ្នឹងគេនេះតើគេសំដែងដំបងស្មានព្រះនៅមានបុណ្យចេញមកទៅសួរលោកហ្នឹងណាតែលោកនោះមាននឹងខ្យល់ហើយលោកនោះនៅពេញ